តែខ្ញុំគេការរួចគេអឯខ្ញុំឯនេះញាប់ដល់កធ្វើទុកចំយប់សំដំណេព្រឹកឡើងហេវអស់កំឡើងអត់បានដេកឃើញមុខខ្ញុំស្លេកម៉ែក្មេកសួរខ្លួនឯងកើតអីឃើញគាត់ញឹមខ្ញុំប្រញាប់ឆ្លើយភ្លាមបើធ្វើដូចលាក់លៀមខ្លែងតែគាត់គិតដល់ណានេះខ្ញុំថាម៉ែអើយសិលមិញមិនដឹងញ៉ាំអីខ្ញុំទាស់ចំណៃចង្រៃឈឺពោះវិញមួយយំបាំងម៉ែក្មេកព្រោះកាយឆ្ងល់ខ្ញុំដូចវល់ចង់តល់គ្មានអីទប់ឆ្លើយមិនតច្បាស់ជឿចាប់គាត់មិនប្រសពខ្លាចកាត់យល់រឿងអីផ្សេងអៀនម៉ែក្មេកខំកិច្ចខ្លាចគាត់សួរទៀតតែគាត់បើឆ្លៀតទៅសួរប្រពន្ធខ្ញុំវិញគាត់មកគេប្រាប់ណែកូនរឿងពីយប់មិញម៉ែដឹងហើយស្ដាប់ឮហើយគួចចិត្តខ្ញុំទៅជាសោចម៉ែសួរឡើងខ្លោចថែមតែទៀងទាត់ចំឡើយសោថាខ្ញុំពីរនាក់ឆ្លើយត្រូវគ្នាហើយអោម៉ែអើយប៉ិនសួរមួយខូអីបែរខ្ញុំគេការរួចគេអឯខ្ញុំឯនេះចាប់ដល់កធ្វើទុកចំយប់សំដំណេព្រឹកឡើងហេវអស់កំឡើងអត់បានដេកឃើញមុខខ្ញុំស្លេកម៉ែក្មេកសួរខ្លួនឯងកើតអីឃើញគាត់ញឹមខ្ញុំប្រញាប់ឆ្លើយភ្លាមបើធ្វើដូចលាក់លៀមខ្លែងតែគាត់គិតដល់ណានេះខ្ញុំថាម៉ែអើយសិលមិញមិនដឹងញ៉ាំអីខ្ញុំទាស់ចំណៃចង្រៃឈឺពោះវិញមួយយំបាំងម៉ែក្មេកព្រោះកាយឆ្ងល់ខ្ញុំដូចវល់ចង់តល់គ្មានអីទប់ឆ្លើយមិនតច្បាស់ជឿចាប់គាត់មិនប្រសពខ្លាចកាត់យល់រឿងអីផ្សេងអៀនម៉ែក្មេកខំកិច្ចខ្លាចគាត់សួរទៀតតែគាត់បើឆ្លៀតទៅសួរប្រពន្ធខ្ញុំវិញគាត់មកគេប្រាប់ណែកូនរឿងពីយប់មិញម៉ែដឹងហើយស្ដាប់ឮហើយគួចចិត្តខ្ញុំទៅជាសោចម៉ែសួរឡើងខ្លោចថែមតែទៀងទាត់ចំឡើយសោថាខ្ញុំពីរនាក់ឆ្លើយត្រូវគ្នាហើយអោម៉ែអើយប៉ិនសួរមួយអៀនម៉ែក្មេកខំកិច្ចខ្លាចគាត់សួរទៀតតែគាត់បើឆ្លៀតទៅសួរប្រពន្ធខ្ញុំវិញគាត់មកគេប្រាប់ណែកូនរឿងពីយប់មិញម៉ែដឹងហើយស្ដាប់ឮហើយគួចចិត្តខ្ញុំទៅជាសោចម៉ែសួរឡើងខ្លោចថែមតែទៀងទាត់ចំឡើយសោថាខ្ញុំពីរនាក់ឆ្លើយត្រូវគ្នាហើយអោម៉ែអើយប៉ិនសួរមួយ